បាទជំរាបសួរពុកម៉ែបងប្អូនដែលមកកាន់ channel YouTube របស់ខ្ញុំបាទនេះគឺជាទស្សនវិជ្ជាដែលខ្ញុំថតបាននៅក្រោមទឹកថតបានមានត្រីនិងទស្សនវិជ្ជាដ៏ស្អាតនេះដើមនេះគេហៅស្លែមួយស្លែនៅខាងខ្ញុំហៅស្លែមិនដឹងខាងបងហៅអីអត់ដឹងទេនេះដើមចាស់វាឃើញខ្មៅបន្តិចវាដើមខៀវក៏ចៃឃើញស្រក់បំប្រងមកស្អាតហើយនេះក៏ជាវីដេអូដែលខ្ញុំថតបន្តនឹងទូរស័ព្ទOppo A56មួយគ្រឿងប្រហែល$100 ថតនៅទូរស័ព្ទមិនសូវបានច្បាស់ដូចទូរស័ព្ទថ្លៃទោះបីថាมันថ្លៃឬមួយមិនក៏ដោយក៏ខំថតដើម្បីធ្វើតាមចំណូលចិត្តរបស់យើងនៅពេលវេលាទៅនេះទៅថតឲ្យផុសឡើងក្រែងលោថាបានផលអញ្ចឹងថ្ងៃក្រោយគឺមិនចង់បានផលភ្លាមធ្វើទុកនៅយូរពេលណាបានផលចាំនេះទៀតពេលនេះយើងធ្វើតាមមានតាមបានតាមឧបករណ៍របស់យើងសិតតែឧបករណ៍កែច្នៃឧបករណ៍ចុះថតក្រោមទឹកឧបករណ៍ថតនៅលើកប៉ុស្តិ៍គួរណាស់ទេសភាពក្រោមទឹកស្អាតមែនថ្ងៃនេះក្នុងវីដេអូនេះក៏ថតបានត្រីច្រើនដែរតែត្រីតិចតួច
ខ្ញុំក៏ម្ដងទៀតខ្ញុំជាអ្នកធ្វើនេះថ្មីថ្មមិនសូវមានសម្ដីច្រើនមិនសូវចេះបរិយាយនៅវីដេអូក្នុងការបរិយាយរបស់ខ្ញុំនិយាយទៅត្រង់កន្លែងណាមិនយល់ឬមួយខុសឆ្គងទៅដល់ពុកម៉ែបងប្អូនកំពុងទស្សនានេះសូមអភ័យទោសដល់ខ្ញុំផងនេះអាចសរសេរមក comment ដើម្បីខ្ញុំកែសម្រួលនៅវីដេអូឬមួយសម្ដីណាមួយដែលគួរមិនគួរនោះសូម comment មកខ្ញុំនឹងធ្វើតាមនៅ comment របស់បងប្អូនពុកម៉ែដើម្បីកែសម្រួលឲ្យវីដេអូរបស់ខ្ញុំនេះបានល្អជាងហើយក៏មានតែប៉ុណ្្នឹងដែរក៏សូមអរគុណពុកម៉ែបងប្អូនដែលបានទស្សនានៅវីដេអូអរគុណធំជាច្រើនដល់ពុកម៉ែបងប្អូនបាទសូមជម្រាបលាសូមចាំទស្សនានៅវីដេអូក្រោយទៀតបាទ